សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់រឿងក្តីថ្ងៃនេះយើងនឹងត្រឡប់ទៅប្រទេសឥណ្ឌាម្ដងទៀតមុនចាប់ផ្ដើមខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនគាំទ្រអំពើហិង្សាគ្រប់ប្រភេទទេរឿងដែលយកមកនិយាយគឺដើម្បីឲ្យយើងរៀនពីកំហុសនិងប្រើជាមេរៀនការពារខ្លួនកុំឲ្យរឿងអាក្រក់កើតឡើងលើខ្លួនយើងឬមនុស្សដែលយើងស្រឡាញ់សម្រាប់បងប្អូនក្មួយៗដែលមានអាយុក្រោម18ឆ្នាំសូមណែនាំឲ្យស្ដាប់ជាមួយឪពុកម្ដាយឬមានមនុស្សធំម្នាក់នៅក្បែរព្រោះខ្លឹមសារនៃរឿងនេះអាចមានផ្នែកដែលគួរឲ្យខ្លាចមួយចំនួនការដែលមានឪពុកម្ដាយនៅជាមួយអាចជួយឲ្យមានការពិភាក្សានិងផ្លាស់ប្ដូរមតិយោបល់គ្នាប្រសិនបើមានផ្នែកណាមួយដែលមានភាពធ្ងន់ធ្ងរឪពុកម្ដាយអាចជួយពន្យល់កូនៗថាចំណុចនេះយើងត្រូវស្ដាប់ដោយប្រើការគិតពិចារណាហើយយល់ថាអំពើហិង្សាមិនមែនជារឿងដែលគួរធ្វើឬយកតម្រាប់តាមទេមិនល្អទេកូនសម្រាប់ក្មេងៗក៏គួរតែយល់ថាការប្រើអំពើហិង្សាមិនដែលនាំមកនូវផលប្រយោជន៍ដល់នរណាម្នាក់ឡើយរឿងនេះកើតឡើងនៅទីក្រុងការ៉ាពូក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌានៅទីនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អាយុ23ឆ្នាំម្នាក់ឈ្មោះស៊ីខាឌូបេនាងរស់នៅជាមួយគ្រួសាររបស់នាងហើយមានមិត្តប្រុសម្នាក់ឈ្មោះឌីពូយ៉ាដាវឌីពូមិនមែនជាមនុស្សចម្លែកទេគាត់គឺជាអ្នកជិតខាងរបស់ស៊ីខាផ្ទាល់អ្នកទាំងពីរធ្លាប់ជាអ្នកជិតខាងនិងរៀនជាមួយគ្នាតាំងពីក្មេងពេលចូលរៀននៅសាកលវិទ្យាល័យពួកគេចាប់ផ្ដើមមានចិត្តស្រឡាញ់គ្នាហើយទំនាក់ទំនងក៏រីកចម្រើនរហូតក្លាយជាគូស្នេហ៍ប៉ុន្តែនៅពេលគ្រួសាររបស់ស៊ីខាដឹងថានាងកំពុងស្រឡាញ់ឌីពូដែលជាអ្នកជិតខាងពួកគេមិនពេញចិត្តក៏តែសោះគ្រួសារប្រឆាំងយ៉ាងខ្លាំងហើយចាប់ផ្ដើមគ្រប់គ្រងនាងយ៉ាងតឹងរ៉ឹងពួកគេត្រួតពិនិត្យការធ្វើដំណើរនិងសកម្មភាពរបស់ស៊ីខាស្ទើរតែគ្រប់ជំហាននាងមានម៉ោងកំណត់ត្រូវតែត្រឡប់មកផ្ទះហើយរាល់ពេលចេញទៅណាឬជួបអ្នកណាត្រូវតែរាយការណ៍ប្រាប់គ្រួសារយ៉ាងលម្អិតនិយាយឲ្យសាមញ្ញគឺគ្រួសារគ្រប់គ្រងជីវិតរបស់នាងយ៉ាងតឹងរ៉ឹងជីវិតរបស់ស៊ីខាត្រូវបានគ្រួសារគ្រប់គ្រងយ៉ាងតឹងរ៉ឹងមិនថាទៅទីណាជួបអ្នកណាឬធ្វើអ្វីទេនាងត្រូវតែរាយការណ៍ប្រាប់គ្រួសារយ៉ាងលម្អិតជានិច្ចប៉ុន្តែដោយសារតែស៊ីខានិងឌីពូស្រឡាញ់គ្នាខ្លាំងពួកគេទាំងពីរមិនចង់ឲ្យគ្រួសារក្លាយជាឧបសគ្គក្នុងស្នេហារបស់ពួកគេទេពួកគេក៏ដឹងច្បាស់ពីបេះដូងរបស់ខ្លួនឯងថានៅថ្ងៃអនាគតពួកគេចង់រស់នៅជាមួយនរណានៅទីបំផុតពួកគេក៏បានសម្រេចចិត្តរៀបការដោយសម្ងាត់ហើយពិធីមង្គលការត្រូវបានធ្វើឡើងយ៉ាងស្ងៀមស្ងាត់នៅវត្តមួយកាលពីថ្ងៃទី18ខែមេសាឆ្នាំ2011ហើយទោះជាយ៉ាងណាពួកគេទាំងពីរដឹងថាជាពិសេសគ្រួសាររបស់ស៊ីខានឹងមិនព្រមទទួលស្គាល់អាពាហ៍ពិពាហ៍នេះជាដាច់ខាតប្រសិនបើគ្រួសារដឹងពួកគេច្បាស់ជាបង្ខំឲ្យអ្នកទាំងពីរលែងលះនិងបំបែកគ្នាដូច្នេះស៊ីខានិងឌីពូចាប់ផ្ដើមគិតរកវិធីដើម្បីអាចរស់នៅជាមួយគ្នាជារៀងរហូតបញ្ហាគឺទោះបីជាពួកគេរៀបការហើយក៏ដោយស៊ីខាក៏នៅតែត្រូវត្រឡប់ទៅរស់នៅផ្ទះជាមួយឪពុកម្ដាយដើម្បីកុំឲ្យគ្រួសារសង្ស័យហើយខណៈពេលដែលគេមិនទាន់រកដំណោះស្រាយបានពួកគេក៏បន្តធ្វើដូចជាអ្វីៗនៅធម្មតាស៊ីខានៅតែរាយការណ៍ឪពុកម្ដាយថានាងទៅរៀនហើយត្រឡប់មកផ្ទះដោយសប្ដងចំណែកឌីពូវិញក៏បន្តធ្វើខ្លួនដូចជាអ្នកជិតខាងធម្មតាមិនបង្ហាញថាមានទំនាក់ទំនងស្នេហាជាមួយស៊ីខាដើម្បីកុំឲ្យគ្រួសារចាប់អារម្មណ៍ហើយក្នុងអំឡុងពេលនោះពួកគេក៏បន្តគិតនិងរៀបចំផែនការរបស់ខ្លួនជាបន្តបន្ទាប់រហូតដល់ថ្ងៃទី10ខែមិថុនាឆ្នាំ2011ប្រហែលជា2ខែបន្ទាប់ពីការរៀបការសម្ងាត់ផែនការរបស់ពួកគេក៏ចាប់ផ្ដើមដំណើរការនៅថ្ងៃទី10ខែមិថុនាឆ្នាំ2011ស៊ីខាបានប្រាប់គ្រួសារថាថ្ងៃនេះនាងមានការងារសំខាន់ត្រូវចេញទៅដោះស្រាយនាងក៏ធានាឲ្យគ្រួសារស្ងប់ចិត្តថានាងនឹងត្រឡប់មកផ្ទះឲ្យទាន់ម៉ោងកំណត់ដូចរាល់ដងហើយមិនមានអ្វីត្រូវបារម្ភទេប៉ុន្តែបន្ទាប់ពីរងចាំអស់ជាច្រើនម៉ោងស៊ីខានៅតែមិនត្រឡប់មកផ្ទះគ្រួសារក៏ចាប់ផ្ដើមបារម្ភព្រោះជាធម្មតាស៊ីខាមិនដែលត្រឡប់យឺតឡើយពេលថ្ងៃលិចនិងដល់ពេលល្ងាចទៅហើយនាងក៏នៅតែមិនឃើញមកវិញដោយសារតែហួសម៉ោងដែលនាងត្រូវមកដល់ផ្ទះគ្រួសារក៏ចាប់ផ្ដើមចេញស្វែងរកពួកគេតាក់ទងទៅមិត្តភ័ក្តិសាច់ញាតិនិងអ្នកជិតខាងប៉ុន្តែគ្មាននរណាម្នាក់ដឹងថាស៊ីខាទៅណាទេហើយនៅទីបំផុតឪពុករបស់ស៊ីខាឈ្មោះរ៉ាមប្រាកាសឌូបេបានសម្រេចចិត្តទៅដាក់ពាក្យបាត់ខ្លួននៅប៉ុស្តិ៍នគរបាលនៅពេលនោះនគរបាលបានសួរថាតើមានជនសង្ស័យណាដែរឬទេលោករ៉ាមបានឆ្លើយភ្លាមៗថាមានតែមនុស្សម្នាក់ប៉ុណ្ណោះគឺឌីពូយ៉ាដាវដែលជាអ្នកជិតខាងគាត់ប្រាប់ថាឌីពូតែងតែតាមស្រឡាញ់និងរំខានកូនស្រីរបស់គាត់ជាយូរមកហើយជឿថាឌីពូជាអ្នកនាំកូនស្រីរបស់គាត់ទៅក្រោយទទួលបានពាក្យបណ្ដឹងនគរបាលក៏ចាប់ផ្ដើមស្វែងរកទាំងស៊ីខានិងឌីពូនៅក្នុងពេលតែមួយប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកអ្វីដែលនគរបាលរកឃើញមិនមែនជាស៊ីខាឬឌីពូទេ
ពួកគេបានប្រទះឃើញសាកសពស្ត្រីម្នាក់នៅក្នុងព្រៃស្ងាត់មួយក្បែរប្រឡាយទឹកសាកសពនោះមានសភាពគួរឲ្យរន្ធត់ណាស់មុខរបស់ជនរងគ្រោះត្រូវបានវាយបំផ្លាញយ៉ាងសាហាវរហូតស្ទើរតែមិនអាចស្គាល់អត្តសញ្ញាណបានដោយសារតែមុខត្រូវបានបំផ្លាញយ៉ាងខ្លាំងនគរបាលពិបាកកំណត់ថាសាកសពនោះជានរណាដូច្នេះពួកគេក៏បានយកបញ្ជីមនុស្សបាត់ខ្លួនមកផ្ទៀងផ្ទាត់ហើយក្នុងនោះក៏មានករណីរបស់ស៊ីខាផងដែរបន្ទាប់មកនគរបាលបានហៅគ្រួសាររបស់ស៊ីខាមកពិនិត្យសាកសពដើម្បីបញ្ជាក់ថាតើសាកសពនោះពិតជារបស់ស៊ីខាឬអត់ទោះបីមុខសាកសពត្រូវបានវាយបំផ្លាញរហូតមិនអាចស្គាល់បានក៏ដោយប៉ុន្តែរូបរាងកម្ពស់សម្លៀកបំពាក់ស្បែកជើងនិងរបស់របរផ្ទាល់ខ្លួនដែលរកឃើញជាមួយសាកសពសុទ្ធតែត្រូវគ្នានឹងអ្វីដែលស៊ីខាពាក់នៅថ្ងៃដែលនាងបាត់ខ្លួននេះហើយទើបគ្រួសារជឿជាក់ថាសាកសពនោះពិតជារបស់ស៊ីខាឌូបេលទ្ធផលធ្វើកសលវិច័យបង្ហាញថាជនរងគ្រោះស្លាប់ដោយសារត្រូវគេច្របាច់កមុខរបស់នាងក៏ត្រូវបានវាយប្រហារដោយវត្ថុមុតនិងវត្ថុរឹងយ៉ាងសាហាវរហូតមិនអាចស្គាល់មុខដើមបានទៀតរបាយការណ៍ក៏បានបញ្ជាក់ថាមានស្នាមបង្ហាញថាជនរងគ្រោះត្រូវបានរំលោភផ្លូវភេទផងដែរបន្ទាប់ពីបញ្ចប់នីតិវិធីច្បាប់សាកសពត្រូវបានប្រគល់ឲ្យគ្រួសារឌូបេដើម្បីធ្វើពិធីបុណ្យសពនិងបូជាសពតាមប្រពៃណីសាសនាគ្រួសាររបស់ស៊ីខាសោកសៅយ៉ាងខ្លាំងឪពុកម្ដាយបងប្អូននិងសាច់ញាតិទាំងអស់យំសោកចំពោះការបាត់បង់របស់នាងពួកគេជឿថាអ្នកដែលសម្លាប់ស៊ីខាគឺគ្មាននរណាក្រៅពីឌីពូយ៉ាដាវដែលជាអ្នកជិតខាងនិងជាមិត្តប្រុសរបស់នាងទេដំណឹងនេះបានធ្វើឲ្យមនុស្សទូទាំងសង្គមមានការខឹងសម្បារយ៉ាងខ្លាំងមនុស្សជាច្រើនគិតថានិស្សិតស្រីថ្នាក់អនុបណ្ឌិតម្នាក់ត្រូវបានសម្លាប់យ៉ាងឃោរឃៅដោយបុរសដែលស្រឡាញ់នាងខ្លាំងពេកដោយសារសម្ពាធពីសង្គមនគរបាលបានបង្កើនការស្វែងរកឌីពូយ៉ាងខ្លាំងពួកគេសាកសួរមិត្តភ័ក្តិនិងអ្នកស្គាល់ឌីពូជាច្រើនអ្នកដើម្បីរកដំរីក្រោយមកមិត្តម្នាក់របស់ឌីពូបានផ្ដល់ព័ត៌មានសំខាន់មួយគាត់ប្រាប់ថាឌីពូធ្លាប់ទៅតំបន់សុងហាដ្រាញឹកញាប់ព័ត៌មាននេះបានជួយឲ្យនគរបាលកំណត់តំបន់ស្វែងរកឲ្យទៅជាងមុនពួកគេចាប់ផ្ដើមសួរអ្នកស្រុកនិងឆែកផ្ទះសង្ស័យជាច្រើននៅទីបំផុតនគរបាលបានទៅដល់ផ្ទះមួយដែលគេចាប់អារម្មណ៍ទ្វារផ្ទះនោះចាក់សោពីខាងក្នុងដូច្នេះនគរបាលបានគោះទ្វារហើយសូមឲ្យអ្នកនៅខាងក្នុងបើកទ្វារដើម្បីត្រួតពិនិត្យមួយសន្ទុះក្រោយមកមានមនុស្សម្នាក់បើកទ្វារនៅពេលបើកទ្វារនគរបាលគ្រប់គ្នាស្ទើរតែមិនជឿភ្នែកខ្លួនឯងព្រោះអ្នកដែលឈរនៅមុខពួកគេគឺស៊ីខាឌូបេស្ត្រីដែលគ្រួសារទើបតែធ្វើបុណ្យសពនិងបូជាសពកាលពីប្រហែលថ្ងៃមុនពេលនោះនគរបាលគិតថាមានតែពីរលទ្ធភាពតែប៉ុណ្ណោះពួកគេជួបខ្មោចមានការយល់ច្រឡំធំណាមួយកាត់ឡើងប៉ុន្តែដោយសារជាពេលថ្ងៃហើយស៊ីខាឈរនៅមុខពួកគេជ្រងនគរបាលជឿថាវាជាការយល់ច្រឡំពួកគេក៏សម្រុកចូលទៅក្នុងផ្ទះហើយបានឃើញឌីពូយ៉ាដាវដែលជាជនសង្ស័យសំខាន់នៅក្នុងសំណុំរឿងកំពុងរស់នៅជាមួយស៊ីខាសំណុំរឿងដែលគ្រប់គ្នាគិតថាបិទបែរជាคล้ายជាអាថ៌កំបាំងថ្មីជនសង្ស័យត្រូវបានរកឃើញប៉ុន្តែជនរងគ្រោះដែលគេស្មានថាស្លាប់បែរជានៅរស់ពេលនោះសំណួរធំៗបានកើតឡើងតើសាកសពស្ត្រីដែលរកឃើញនៅក្នុងព្រៃជានរណាតើអ្នកណាជាអ្នកសម្លាប់នាងបន្ទាប់មកនគរបាលបានចាប់ខ្លួនស៊ីខានិងឌីពូហើយនាំពួកគេទៅសាកសួរនៅទីក្រុងកូរ៉ាប៉ូនៅពេលសាកសួរអ្នកទាំងពីរបានសារភាពការពិតទាំងអស់ពួកគេប្រាប់ថាតាមពិតពួកគេបានរៀបការសម្ងាត់រួចហើយជាប្តីប្រពន្ធនឹងគ្នាប៉ុន្តែគ្មាននរណាម្នាក់ក្នុងគ្រួសារទាំងឡើយពួកគេចង់រស់នៅជាមួយគ្នាប៉ុន្តែគ្រួសារមិនព្រមទទួលស្គាល់ទើបពួកគេចាប់ដើមរៀបចំផែនការដ៏គួរឲ្យរន្ធត់នេះខណៈដែលពួកគេគិតមិនចេញឌីពូបានតាក់ទងមិត្តជិតស្និទ្ធម្នាក់ឈ្មោះស៊ូគ្រីវដែលជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនឌីពូបានប្រាប់ស៊ូគ្រីវថាគាត់ចង់រស់នៅជាមួយប្រពន្ធខ្លាំងណាស់ប៉ុន្តែឪពុកម្ដាយរបស់ស៊ីខាមិនព្រមទទួលស្គាល់អាពាហ៍ពិពាហ៍របស់ពួកគេជំនួសឲ្យការផ្ដល់ដំបូន្មានល្អៗស៊ូគ្រីវបែរជាស្នើផែនការដ៏សាហាវមួយគាត់ប្រាប់ថាគាត់ស្គាល់ស្ត្រីម្នាក់ឈ្មោះពូចាកូម៉ារីនាងកំពុងមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរហើយជាម្ដាយទោលដែលមានកូនស្រីអាយុ3ឆ្នាំអ្វីដែលសំខាន់គឺពូចាមានរូបរាងកម្ពស់និងមុខមាត់ស្រដៀងស៊ីកាខ្លាំងណាស់ស៊ូគ្រីវក៏បាននិយាយថាយើងសម្រាប់ពូចាហើយរៀបចំសាកសពឲ្យមើលទៅដូចជាស៊ីខានគរបាលនិងគ្រួសារនឹងជឿថាស៊ីខាស្លាប់ហើយបន្ទាប់មកស៊ីខានិងឌីពូអាចបាត់ខ្លួនហើយចាប់ផ្ដើមជីវិតថ្មីដែលគ្មានអ្នកណាតាមរកទៀតផែនការនេះគឺសាហាវណាស់ប៉ុន្តែស៊ីខានិងឌីពូមិនបានបដិសេធទេពេលទៅវិញពួកគេក៏បានយល់ព្រមភ្លាមៗដោយមិនស្ទាក់ស្ទើរឡើយនៅថ្ងៃទី10ខែមិថុនាឆ្នាំ2011ផែនការដ៏អាក្រក់នេះបានចាប់ផ្ដើមដំបូងស៊ូគ្រីវបានតាក់ទងទៅពូចាដែលបោកប្រាស់ថាមានការងារល្អឲ្យធ្វើហើយថែមទាំងឲ្យប្រាក់កក់ជាមុនទៀត
ដោយសារតែពូចាកំពុងខ្វះលុយហើយត្រូវការប្រាក់ដើម្បីចិញ្ចឹមកូនស្រីតូចរបស់នាងក៏ជឿនឹងយល់ព្រមទៅជួបសុគ្រីវបន្ទាប់ពីនោះពូចាបានធ្វើដំណើរទៅជួបសុគ្រីវតាមកន្លែងណាត់ជួបនៅទីនោះសុគ្រីវបានបោកនាងឲ្យទៅកន្លែងមួយដែលជាព្រៃស្ងាត់ឆ្ងាយពីមនុស្សកន្លែងនោះគឺជាទីតាំងដែលពួកគេរៀបចំសម្រាប់ព្រឹត្តិការណ៍បាត់ល្មើសនៅពេលនោះឌីពូនិងស៊ីកាក៏ធ្វើដូចជាធម្មតាពួកគេចេញពីផ្ទះដែលពួកគេលួចលាក់រស់នៅជាមួយគ្នាហើយធ្វើដូចជាទៅធ្វើការឬទៅរៀនប៉ុន្តែការពិតគឺពួកគេទាំងពីរមិនបានទៅណាដោយដែលប្រាប់ទេពួកគេទៅជួបសុគ្រីវនៅក្នុងព្រៃដើម្បីចូលរួមអនុវត្តផែនការដែលបានរៀបចំទុកជាមុនក្រៅពីឌីពូស៊ីកានិងសុគ្រីវក៏មានបុរសម្នាក់ទៀតចូលរួមផងដែរពួកគេបានហៅមិត្តម្នាក់ឈ្មោះបាឡាំមកជួយពួកគេបានប្រាប់បាឡាំថាថ្ងៃនេះពួកគេនឹងសម្លាប់មនុស្សហើយត្រូវការជំនួយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺបាឡាំក៏យល់ព្រមចូលរួមដែរមាននរណាម្នាក់ក្នុងចំណោមមនុស្សទាំង4នាក់នេះគិតថាផែនការនេះខុសឬព្យាយាមបញ្ចប់ឡើយពួកគេក៏បានទៅដល់កន្លែងណាត់ជួបហើយលាក់ខ្លួនរងចាំពេលវេលាសមស្របបន្ទាប់មកឌីពូនិងសុគ្រីវបានចាប់ផ្ដើមធ្វើសកម្មភាពដែលជួយគ្នាសម្រាប់ពូចារហូតដល់នាងបាត់បង់ជីវិតក្រោយពេលពូចាស្លាប់ស៊ីកាក៏បានទទួលភារកិច្ចរៀបចំសាកសពដើម្បីធ្វើឲ្យមនុស្សគ្រប់គ្នាជឿថាសាកសពនោះគឺជារូបនាងបានយកសម្លៀកបំពាក់ដែលនាងពាក់នៅថ្ងៃដែលនាងចាក់ចេញពីផ្ទះមកបដូរឲ្យសាកសពបន្ទាប់មកនាងដាក់គ្រឿងអលង្ការសម្ភារៈតខ្លួនស្បែកជើងនិងរបស់ផ្សេងៗដែលធ្លាប់ជារបស់នាងទៅលើសាកសពគោលបំណងគឺធ្វើឲ្យមើលទៅដូចជាស៊ីកាពិតប្រាកដមែនប៉ុន្តែមានបញ្ហាមួយគឺមុខរបស់ពូចានៅតែអាចធ្វើឲ្យគេរកឃើញអត្តសញ្ញាណពិតបានដើម្បីបិទបាំងការពិតពួកគេក៏បានបំផ្លាញមុខរបស់សាកសពយ៉ាងធ្ងន់ធ្ងរដើម្បីកុំឲ្យនរណាម្នាក់អាចស្គាល់មុខពិតរបស់ពូចាបានបន្ទាប់ពីនោះពួកគេក៏បានយកសាកសពទៅបោះចោលនៅជិតប្រឡាយមួយហើយរងចាំឲ្យមានអ្នករកឃើញបន្ទាប់ពីនោះពួកគេបានរងចាំឲ្យមានអ្នកណាម្នាក់រកឃើញសាកសពតាមពិតទៅផែនការទាំងមូលស្ទើរតែជោគជ័យរួចទៅហើយគ្រួសាររបស់ស៊ីខាជឿជាក់ថាសាកសពនោះគឺជាស៊ីខាពិតប្រាកដពួកគេក៏បានយកសាកសពទៅធ្វើពិធីសាសនាហើយនគរបាលក៏ផ្តោតការស៊ើបអង្កេតទៅលើការតាមរកឌីពូដែលជាជនសង្ស័យសំខាន់តែប៉ុណ្ណោះមាននរណាម្នាក់ស្វែងរកស៊ីខាទៀតទេព្រោះគ្រប់គ្នាគិតថានាងបានស្លាប់ហើយប៉ុន្តែការពិតនៅតែជាការពិតការស៊ើបអង្កេតរបស់ប៉ូលីសបានបន្តរហូតដល់ពួកគេបានរកឃើញកន្លែងលាក់ខ្លួនរបស់ស៊ីខានិងឌីពូការរកឃើញនេះបានធ្វើឲ្យផែនការដ៏សាហាវរបស់ពួកគេត្រូវបរាជ័យទាំងស្រុងក្រោយពេលចាប់ខ្លួនមនុស្សទាំងអស់ដែលពាក់ព័ន្ធប៉ូលីសបាននាំពួកគេទៅកាន់ទីក្រុងកូរ៉ាពូដើម្បីដំណើរការតាមច្បាប់ក្រុមស៊ើបអង្កេតបានចាប់ប្រកាន់មនុស្សទាំង4នាក់នេះពីបទធ្ងន់ធ្ងរពីរចំណុចសំខាន់មាត្រា302បទឃាតកម្មពាក់ព័ន្ធនឹងការរួមគ្នាសម្លាប់ពូចាកូម៉ារីដោយការរឹតតរហូតដល់ស្លាប់មាត្រា201បទបំផ្លាញភស្តុតាងនិងលាក់បាំងបទល្មើសពាក់ព័ន្ធនឹងការធ្វើឲ្យមុខជនរងគ្រោះខូចខាតនិងផ្លាស់ប្ដូរសម្លៀកបំពាក់ដើម្បីធ្វើឲ្យការកំណត់អត្តសញ្ញាណខុសមនុស្សទាំង4នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារដោយសារតែនេះជាបទល្មើសធ្ងន់ធ្ងរនិងមានទោសខ្ពស់ប៉ុន្តែមានចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងខែវិច្ឆិកាឆ្នាំដដែលមេធាវីរបស់ស៊ីខាបានដាក់សំណើសុំធានាខ្លួននៅតុលាការមេធាវីបានអះអាងថាស៊ីខាមិនមានឈ្មោះជាជនសង្ស័យក្នុងរបាយការណ៍បណ្ដឹងដំបូងទេហើយក៏មិនមានភស្តុតាងឬវត្ថុតាងខុសច្បាប់ណាមួយត្រូវបានរកឃើញពីនាងផ្ទាល់ដែរបន្ទាប់ពីពិនិត្យសំណុំរឿងតុលាការបានពិចារណាថាប្រហែលជាស៊ីខាមិនមែនជាអ្នកដែលចូលរួមសម្លាប់ដោយផ្ទាល់ទេព្រោះនាងមិនមែនជាអ្នករឹតតពូចាហើយទោះជាយ៉ាងណានាងអាចមានតួនាទីក្នុងការលាក់បាំងសាកសពដោយយកសម្លៀកបំពាក់ទៅដាក់លើសាកសពទីបំផុតតុលាការបានអនុញ្ញាតឲ្យស៊ីខាទទួលបានការធានាខ្លួនបណ្ដោះអាសន្នដើម្បីចេញទៅក្រៅពន្ធនាគារនិងបន្តការតស៊ូក្តីប៉ុន្តែមានលក្ខខណ្ឌថានាងមិនត្រូវរំខានភស្តុតាងឬប៉ះពាល់ដល់សាក្សីហើយត្រូវមករាយការណ៍ខ្លួនតាមការកំណត់ចំណែកឌីពូនិងសុគ្រីវដែលជាអ្នកចូលរួមសំខាន់ក្នុងការសម្លាប់ពួកគេមិនទទួលបានការធានាខ្លួនភ្លាមៗនោះទេនៅទីបំផុតឌីពូនិងសុគ្រីត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែដោយសារដំណើរការកាត់ក្តីនៅតុលាការអូម៉ាឡាយូពេករហូតដល់លើសរយៈពេលដែលអាចឃុំខ្លួនបណ្ដោះអាសន្នបានអ្នកជាប់ចោទផ្សេងៗទៀតដូចជាឌីពូសុគ្រីវនិងមនុស្សម្នាក់ទៀតក៏ចាប់ផ្ដើមទទួលបានការធានាខ្លួនជាបន្តបន្ទាប់ពួកគេទាំងអស់អាចចេញពីពន្ធនាគារជាបណ្ដោះអាសន្នដើម្បីបន្តការតស៊ូក្តីនៅក្រៅឃុំវាជារឿងដែលគួរឲ្យសោកស្ដាយខ្លាំងព្រោះករណីនេះបានកើតឡើងតាំងពីឆ្នាំ2011ហើយមកដល់ឆ្នាំ2026ក៏មានរយៈពេលជាង10ឆ្នាំហើយ
ប៉ុន្តែដំណើរការក្តីនិងវិវាទផ្លូវច្បាប់របស់អ្នកជាប់ចោទទាំងអស់នៅតែមិនទាន់បញ្ចប់ទេហើយនៅតែបន្តនៅក្នុងប្រព័ន្ធតុលាការឥណ្ឌាបើទោះបីជាការស៊ើបអង្កេតនិងការកាត់ក្តីបានអូសបន្លាយយូរយ៉ាងណាក៏ដោយអ្នកជាប់ចោទដូចជាស៊ីខាឌីពូនិងអ្នកផ្សេងទៀតនៅពេលនេះបានទទួលការធានាខ្លួនហើយរស់នៅក្រៅពន្ធនាគារជាបណ្ដោះអាសន្នអ្វីដែលធ្វើឲ្យរឿងនេះឈឺចាប់បំផុតគឺអ្នកដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតគឺជនរងគ្រោះពិតប្រាកដពូចានាងគឺជាម្ដាយទោលដែលមានកូនស្រីតូចអាយុ3ឆ្នាំកូនស្រីតូចរបស់ពូចាត្រូវរស់នៅដោយគ្មានម្ដាយទៀតដោយសារតែអំពើរបស់មនុស្សមួយចំនួនក្មេងម្នាក់នេះមិនអាចទាមទារយុត្តិធម៌ដោយខ្លួនឯងបានទេហើយក៏មិនមានឱកាសរស់នៅជាមួយម្ដាយដែលស្រឡាញ់និងថែរក្សានាងទៀតឡើយការបាត់បង់ឪពុកអាចជារឿងពិបាកមួយសម្រាប់គ្រួសារប៉ុន្តែការដែលមាននរណាម្នាក់មកដកយកម្ដាយរបស់នាងទៅទៀតគឺជារឿងឈឺចាប់ខ្លាំងណាស់ពូចាគ្រាន់តែជាមនុស្សម្នាក់ដែលព្យាយាមរកប្រាក់ដើម្បីចិញ្ចឹមកូនរបស់ខ្លួននាងទទួលយកការងារដែលគេផ្ដល់ឲ្យដោយសារតែត្រូវការជីវភាពប៉ុន្តែចុងក្រោយត្រូវបានបោកប្រាស់និងបាត់បង់ជីវិតនេះគឺជារឿងដែលបង្ហាញពីភាពសោកសៅនិងភាពអយុត្តិធម៌នៅក្នុងជីវិតចំណុចចុងក្រោយនេះប្រសិនបើព័ត៌មានណាមួយមានកំហុសឬករណីនេះមានការផ្លាស់ប្ដូរសូមបងប្អូនជួយបញ្ចេញមតិនិងផ្ដល់ព័ត៌មានបន្ថែមដើម្បីកែតម្រូវឲ្យបានត្រឹមត្រូវបងប្អូនអាចទុកមតិយោបល់បានបន្ទាប់មកខ្ញុំនឹងព្យាយាមលើកមតិយោបល់ដែលមានព័ត៌មានបន្ថែមដើម្បីឲ្យមនុស្សគ្រប់គ្នាអាចទទួលបានព័ត៌មាននិងការពិតកាន់តែច្បាស់ករណីនេះក៏បានបញ្ចប់ទៅដោយភាពសោកសៅម្ដងទៀតហើយវាជារឿងដែលពាក់ព័ន្ធនឹងស្នេហាប៉ុន្តែជាស្នេហាដែលមិនអាចសម្រេចបានហើយត្រូវបានរារាំងដោយគ្រួសារសម្រាប់ឪពុកម្ដាយដែលកំពុងស្ដាប់នៅពេលនេះសូមយល់ថាយើងស្រឡាញ់កូនរបស់យើងគ្រប់គ្នាមិនថាកូនប្រុសឬកូនស្រីឡើយប៉ុន្តែនៅពេលពួកគេធំឡើងថ្ងៃណាមួយពួកគេត្រូវមានសិទ្ធិជ្រើសរើសមនុស្សដែលពួកគេចង់រស់នៅជាមួយដោយខ្លួនឯងឪពុកម្ដាយអាចផ្ដល់បទពិសោធន៍អាចផ្ដល់ដំបូន្មាននិងជួយណែនាំពួកគេបានប៉ុន្តែបើពួកគេស្រឡាញ់គ្នាគិតបានល្អស្គាល់គ្នាច្បាស់និងបានពិចារណាយ៉ាងម៉ត់ចត់រួចហើយយើងគួរតែគោរពការសម្រេចចិត្តរបស់ពួកគេកូនមិនមែនជាទ្រព្យសម្បត្តិរបស់ឪពុកម្ដាយទេយើងមិនអាចគិតថាកូនជារបស់ខ្ញុំអាចគ្រប់គ្រងគ្រប់យ៉ាងបានកុំគិតបែបនោះពួកគេមានជីវិតផ្ទាល់ខ្លួនមានគំនិតមានអារម្មណ៍និងមានក្តីសង្ឃឹមផ្ទាល់ខ្លួនតួនាទីរបស់ឪពុកម្ដាយគឺគ្រប់គ្រងថែរក្សានិងធ្វើឲ្យកូនមានសុភមង្គលបំផុតប្រសិនបើអ្វីមួយធ្វើឲ្យកូនមានសេចក្តីសុខហើយវាមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់យើងគួរតែគ្រប់គ្រងនិងជឿទុកចិត្តលើពួកគេព្រោះនៅទីបំផុតជីវិតមនុស្សគ្រប់រូបមិនមានអ្វីដែលល្អឥតខ្ចោះទេប៉ុន្តែបើយើងត្រឡប់ទៅមូលដ្ឋានវិញមនុស្សកើតមកដើម្បីស្វែងរកសេចក្តីសុខដូច្នេះអ្វីដែលអាចធ្វើឲ្យពួកគេមានសុភមង្គលគួរតែជាអ្វីដែលយើងគ្រប់គ្រងខ្ញុំសង្ឃឹមថាករណីនេះអាចក្លាយជាមេរៀនមួយសម្រាប់មនុស្សគ្រប់គ្នាព្រោះវាមានច្រើនមុំឲ្យយើងគិតនិងពិភាក្សាដើម្បីយកទៅជាបទពិសោធន៍ក្នុងជីវិតសម្រាប់បងប្អូនដែលស្ដាប់ហើយមានអារម្មណ៍ថាចង់ចែករំលែកជាមួយអ្នកដទៃសូមចុចចែករំលែកចុច like និងទុកមតិយោបល់របស់បងប្អូនដើម្បីនិយាយជាមួយខ្ញុំផងហើយសូមថែរក្សាខ្លួនឯងឲ្យបានល្អជួបគ្នាម្ដងទៀតនៅឱកាសក្រោយសូមអរគុណសូមជម្រាបលា